កម្ពុជាសម្រាប់ជានិវត្តន៍ក្រសួងឧស្សាហកម្មជំរុញដល់ធុរកិច្ចក្នុងខេត្តសៀមរាបចូលរួមកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាពស5ដើម្បីមានឱកាសអភិវឌ្ឍអាជីវកម្មរបស់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មបានជំរុញដល់អ្នកធុរកិច្ចទាំងអស់ក្នុងខេត្តសៀមរាបដាក់ពាក្យចូលរួមកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាពស5ប្រចាំឆ្នាំ2025នេះដើម្បីមានឱកាសអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឲ្យមានការវិវត្តឈានឡើងប្រកបដោយចីរភាពនិងទទួលបានពានរង្វាន់ថ្នាក់ជាតិពីក្រសួងឧស្សាហកម្មដែលជាមូលដ្ឋានគ្រឹះសម្រាប់ឈានទៅយកស្តង់ដារជាតិនិងអន្តរជាតិផ្សេងៗក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តល្អនៃប្រព័ន្ធស5និងឧបករណ៍ផលិតភាពនាថ្ងៃទី25ខែមិថុនានាពេលនេះនៅខេត្តសៀមរាបឯកឧត្តមយាប៊ុនណាអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្មបានបង្ហាញថាប្រព័ន្ធស5រួមមានសម្រិតសម្រាំងសណ្ដាប់ធ្នាប់សម្អាតស្តង់ដារនិងស្ថិតស្ថេរនិងនវានុវត្តន៍ដែលជាប្រព័ន្ធសម្រាប់បង្កើនផលិតភាពអាជីវកម្មគ្រប់ប្រភេទនិងជាឱកាសសម្រាប់ម្ចាស់អាជីវកម្មនិងមន្ត្រីស្ថាប័នសាធារណៈផ្សេងៗទៀតអាចមានសមត្ថភាពក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឯកឧត្តមយាប៊ុនណាក៏បានណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ដើម្បីអនុវត្តវិធីសាស្ត្រនេះជោគជ័យទៅបានចាំបាច់ត្រូវតែមានការបដិញ្ញាចិត្តខ្ពស់មានការយល់ដឹងអំពីអត្ថប្រយោជន៍នៃផលិតភាពហើយយកទៅអនុវត្តជាក់ស្ដែងដោយមានទិសដៅពិតប្រាកដប្រកាន់ភ្ជាប់នៅគោលការណ៍ច្បាស់លាស់សម្រាប់កែលម្អផលិតកម្មអាជីវកម្មហើយខិតខំធ្វើយ៉ាងណាឲ្យថ្ងៃនេះប្រសើរជាងម្សិលមិញនិងធ្វើឲ្យថ្ងៃស្អែកប្រសើរជាងថ្ងៃនេះប្រែក្លាយអង្គភាពមួយមានវិន័យសណ្ដាប់ធ្នាប់ល្អដំណើរការផលិតកម្មអាជីវកម្មកាន់តែមានប្រសិទ្ធភាពបំបត្តិភាពខ្ជិះខ្ជាយជួយសន្សំសំចៃកាត់បន្ថយចំណាយថ្លៃដើមអតិថិជនកាន់តែមានទំនុកចិត្តលើគុណភាពផលិតផលនិងសេវាបង្កើនប្រាក់ចំណេញបានយូរអង្វែងដោយមិនចាំបាច់ដំឡើងថ្លៃផលិតផលនាំប៉ះពាល់ទីផ្សារថែមទៀតលោកងើសេងកាអភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថាដើម្បីផ្ដល់ការគាំទ្រដល់វិស័យឯកជនក្រសួងឧស្សាហកម្មបានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តល្អនៃប្រព័ន្ធស5និងឧបករណ៍ផលិតភាពដែលបានខិតខំជំរុញនិងបង្កើនប្រសិទ្ធភាពក្នុងកម្មវិធីផ្សព្វផ្សាយបណ្ដុះបណ្ដាលក្នុងគោលបំណងបានយល់ដឹងអំពីអត្ថប្រយោជន៍សម្រាប់គ្រប់គ្រងក្រុមហ៊ុនសហគ្រាសសិប្បកម្មសេវាកម្មអាជីវកម្មនិងបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រកបដោយចីរភាពស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី1អាណត្តិទី7នេះ